លោកសួនកឹមស្រីនាយទាហានប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីចូលមកបកស្រាយបំភ្លឺជំវិញការចោទប្រកាន់ថាលោកជាចៅនឹងយកឯកសន្តានយោធាលោកផ្សព្វផ្សាយជាសាធារណៈចៅលួចខ្ញុំយូរហើយខ្ញុំប្តឹងចៅឲ្យចាប់ចៅនោះយូរហើយតែគេចាប់អត់បានទេគេគាត់ស៊ើបអង្កេតទៅគេថាពិតជាលួចរបស់ខ្ញុំមែនតែខ្ញុំជាចៅហើយដាក់មុខរូបថតខ្ញុំជាពាក់អាវការងារជាទាហានផងខ្ញុំកិត្តិយសខ្ញុំធ្វើការនេះខ្ញុំកាន់អាវុធកាន់ឃ្លាំងមកខេត្តរតនគិរីហើយមិនបានគាត់ចោលទៅមកចោលអានេះគេចេញឲ្យខ្ញុំបត្រៃផលហើយនេះគេកាត់ឲ្យខ្ញុំឈ្នះនេះនៅតាមមកហើយគាត់ទៅប្តឹងនៅកូទ័រទៀតកូទ័រគេចេញឲ្យខ្ញុំបត្រៃផលទៀតនេះនៅបុកមុំទៅបុកមុំចេញខ្ញុំបត្រៃផលទៀតហើយដល់ពេលក្រោយមកទៀតគេកាត់ឲ្យខ្ញុំឈ្នះទៀតខ្ញុំបាទតាំងពីឆ្នាំ2022រហូតដល់ឥឡូវហ្នឹងហើយមិនគាត់ចោលទៅខ្ញុំចោលខេត្តរតនគិរីលោកសួនកឹមស្រីនាយទាហានប្រចាំការនៅប្រតិបត្តិការសឹករងខេត្តរតនគិរីបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីស្ត្រីម្នាក់មានឈ្មោះហេងកំអាងធ្វើការផ្ដល់បទសម្ភាសន៍តាមរយៈសារព័ត៌មានអនឡាញមួយអង្គភាពដោយចោទប្រកាន់ថាលោកជាប់ពាក់ព័ន្ធនឹងការលួចជ័រកៅស៊ូបាននិយាយពីការលួចមានន័យថាលួចរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួនទើបគេហៅថាលួចតែនេះជាទ្រព្យដោយឡែករបស់ខ្ញុំហើយខ្ញុំក៏ជាម្ចាស់ទ្រព្យនេះហេតុអីចោទថាលួចលោកចាត់ទុកថាជាការចោទប្រកាន់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់លោកក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅក្នុងស្រុកកាលពីរសៀលថ្ងៃទី17ខែមិថុនាឆ្នាំ2026លោកសួនកឹមស្រីបានអំពាវនាវដល់ថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាពិនិត្យករណីនេះដោយតម្លាភាពដើម្បីផ្ដល់យុត្តិធម៌ជូនលោកបានអះអាងថាការចោទប្រកាន់ខាងលើមានប្រភពចេញពីចំនួនទ្រព្យសម្បត្តិក្នុងគ្រួសារដែលបានបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំតាមការបញ្ជាក់របស់លោកដីចំការកៅស៊ូទំហំ10ហិកតាស្ថិតនៅភូមិ4សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរីគឺជាទ្រព្យសម្បត្តិដែលលោកនិងអតីតភរិយាទី1ឈ្មោះយិនថារីនិងកូនប្រុសលោកទាំង5នាក់បានរួមគ្នាដាំកៅស៊ូក្នុងអំឡុងឆ្នាំ2010ដល់2011បន្ទាប់ពីលែងលះគ្នានៅឆ្នាំ2014ទ្រព្យមួយចំនួនត្រូវបានបែងចែករួចរាល់ក្នុងនោះមានទាំងចំការកៅស៊ូនេះផងដែរលោកបន្តថានៅថ្ងៃទី2ខែមីនាឆ្នាំ2017លោកបានរស់នៅជាប្តីប្រពន្ធជាមួយស្ត្រីឈ្មោះហេងកំអាងដោយរៀបការត្រឹមទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានប៉ុន្តែមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ឡើយក្រោយមកនៅឆ្នាំ2021ភាគីទាំងពីរបានបែកបាក់គ្នាហើយកើតមានវិវាទអំពីការចែកទ្រព្យសម្បត្តិដែលត្រូវបានប្តឹងផ្ដាល់ដល់សាលាដំបងខេត្តរតនគិរីនិងបន្តទៅសាលាឧទ្ធរសូមស្ដាប់បទសម្ភាសន៍គាត់ថាគាត់នឹងថែមើលខ្ញុំដល់ពេលក្រោយមកទៀតវាអត់ចូលចំណងគ្នាក៏បានបែកចែកលែងលះគ្នានៅសាលាតកាត់ទៅហើយសារគាត់នឹងខ្ញុំអត់មានអត្រាជីវិលលោកបានកស៊ូនឹងគាត់គ្រប់គ្រងអស់តាំងពីខែខ្ញុំឯងទាំងអស់ខ្ញុំស្លាញ់គាត់ថាគាត់នឹងមើលថែខ្ញុំនៅម្នាក់ឯងអញ្ចឹងលេងប្រព័ន្ធយូរហើយលេងតាំងពី2014មកដល់ពេលយើងត្រូវយកប្រព័ន្ធមួយទៀតស្មានតែគាត់ចិត្តស្មោះត្រង់មួយខ្ញុំដល់ពេលគាត់មិននៅមួយខ្ញុំនឹងងាកទៅពេញហើយខ្ញុំនៅម្នាក់ឯងនៅហើយបានលុយមកបាញ់ឲ្យគាត់វាគាត់ខ្ញុំឲ្យខ្ញុំចាយទីទូចទេគណៈការលុយគាត់ថាគាត់យកទៅចាក់ដីហើយយកទៅធ្វើផ្ទះនៅពេញតែជន់លើអូយកចឹងជួងការច្រើនអ្នកណាបាទរាប់ម៉ឺនដុល្លារហើយគាត់នៅទទួលឡើងទៅលើគាត់ទាំងអស់ខ្ញុំមិនដឹងឮទេគាត់ភូតយើងកុហកថាគេអត់តន់ឲ្យអានេះមិនតន់ឲ្យអញ្ចឹងរហូតទៅតាំងតែរឿងលើយើងប្រឹងរើឲ្យទុកឲ្យគាត់ទុកឲ្យដឹងលុយនៅណាយើងមិនខឹងយើងមិនឆ្លោះមិនអញ្ចឹងមកបញ្ហាប្រឹងប្រល់គាត់ទាមទារដីកស៊ូខ្ញុំដែលខ្ញុំដាំ6000ដើមខ្ញុំមកចឹងពីឆ្នាំ2010មករហូត2014ហ្នឹងប្រព័ន្ធក្រោយខ្ញុំហ្នឹងមកហេងកំអាងចង់ទាមដីកស៊ូហ្នឹងរឿងដីនេះគ្មានគាត់បានមានចូលលុយមកធ្វើបានមកកម្មវិធីជាមួយខ្ញុំទេពេលខ្ញុំដាំ1000ខ្ញុំហ្នឹង2010ដល់2017ហើយមានយកគាត់ខ្ញុំយកគាត់ហ្នឹងគាត់ទាមទារខ្ញុំជាបរោយកស៊ូហ្នឹងវាអត់តាន់គ្រប់អាយុត្រឹមត្រូវផងដើម្បីគាត់យកធនាគារយកលុយធនាគារឲ្យខ្ញុំបង់ជីកស៊ូជួយគាត់យកកូនគាត់សុំគេពីពេទ្យមកទេមិនកូនផងគាត់ហើយក៏មិនកូនរបស់ខ្ញុំដែរខ្ញុំយកគាត់មិនកូនទេហើយគាត់ទាមទារចែកជា3ហើយទាមទារខ្ញុំចិញ្ចឹមអាហារកិច្ចចិញ្ចឹមកូនហ្នឹងឲ្យមួយខែមួយលានទៀតដល់ពេលនេះខ្ញុំអត់មានលទ្ធភាពខ្ញុំ
bộ sai prap tòa cát là cái chỉ đàn trao tới ở đường mà liên mà khai đó không theo trong chỉ trao hay bạn đạm mục rút thốt nhom chia pe ao ca nghe chỉ thể hiệnพอខ្ញុំគេទៅយូរខ្ញុំធ្វើការនេះខ្ញុំកាន់អាវុធកាន់ឃ្លាំងមកខេត្តនារីហើយមិនបានគាត់ចោលទៅមកចោលអានេះគេចេញឲ្យខ្ញុំប្រស័យផលហើយនេះគេកាត់ឲ្យខ្ញុំឈ្នះនេះនៅតាមម៉ោងបាទហើយគាត់ទៅប្តឹងនៅអ៊ូទ័រទៀតអ៊ូទ័រគេចេញឲ្យខ្ញុំប្រស័យផលទៀតនេះនៅបុកមុំអ៊ូទ័របុកមុំចេញខ្ញុំប្រស័យផលទៀតហើយដល់ពេលក្រោយមកទៀតគេកាត់ឲ្យខ្ញុំឈ្នះទៀតខ្ញុំបាទតាំងពីឆ្នាំ2022រហូតដល់ឥឡូវហ្នឹងហើយមិនគាត់ចោលទៅខ្ញុំចោលបាទថាខ្ញុំចោលលួចតាំងពីឆ្នាំ2022រហូតដល់2026ហ្នឹងគាត់ចាំទៀមទាចំណៃពីខ្ញុំមកទៀមមិនបើតឡាការឲ្យខ្ញុំស្រ័យផលខ្ញុំមិនទៅនៅតែលួចនៅពួកទូរបស់ខ្ញុំហើយមានផតតាំងប្រព័ន្ធអតីតប្រព័ន្ធដើមខ្ញុំចែកឲ្យទៀតសារក្រមពីតឡាការចែកខ្ញុំទៀតបាទប្រព័ន្ធដើមចែកឲ្យទៀតខ្ញុំសូមថ្នាក់លោកថ្នាក់ដឹកនាំទាំងអស់ជួយរកយុត្តិធម៌ខ្ញុំផងព្រោះខ្ញុំឥឡូវនេះគេចោទថាខ្ញុំជាចោរសូមថ្នាក់ដឹកនាំនិងច្បាប់ជួយរកយុត្តិធម៌ខ្ញុំផងលោកសួនកឹមស្រីអះអាងថាក្នុងអំឡុងពេលរស់នៅជាមួយអតីតភរិយាទី2លោកបានផ្ដល់ថវិកាប្រមាណ12លានរៀលក្នុងមួយខែសម្រាប់ការចំណាយក្នុងគ្រួសារនិងបានប្រគល់ប្រាក់ដែលទទួលបានពីការលក់ទ្រព្យសម្បត្តិមួយចំនួនដូចជាប្រាក់លក់ដីប្រមាណ$35,000និងប្រាក់លក់រថយន្តប្រមាណ$25,000ឲ្យភរិយាគ្រប់គ្រងលោកអះអាងថាថវិកាទាំងនោះត្រូវបានយកទៅប្រើប្រាស់ចាក់ដីក្នុងស្រុកស្គុននិងសាងសង់ផ្ទះជាន់ទី2នៅរាជធានីភ្នំពេញពាក់ព័ន្ធនឹងវិវាទទ្រព្យសម្បត្តិលោកបានបញ្ជាក់ថាសាលាអូតូត្បូងឃ្មុំបានចេញដីកាលេខ37រសក្រចុះថ្ងៃទី2ខែមេសាឆ្នាំ2025ដោយសម្រេចប្រគល់សិទ្ធិកាន់កាប់និងអាស្រ័យផលលើដីចម្ការកៅស៊ូទំហំ10ហិកតាជូនលោកជាកម្មសិទ្ធិស្របច្បាប់លោកបានអះអាងថាសាលដីកានេះមានអានុភាពផ្លូវច្បាប់ហើយលោកមានសិទ្ធិគ្រប់គ្រងនិងប្រមូលផលពីដីនោះដោយស្របច្បាប់ជំវិញការចោទប្រកាន់ថាលោកជាប់ពាក់ព័ន្ធនឹងការលួចជ័រកៅស៊ូព្រមទាំងយករូបថតលោកពាក់ឯកសណ្ឋានទៅបង្ហោះធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នក្រសួងការពារជាតិធ្ងន់ធ្ងរគឺលោកបានច្រានចោលទាំងស្រុងដោយអះអាងថាការប្រមូលផលកៅស៊ូធ្វើឡើងលើដីដែលស្ថិតក្រោមកម្មសិទ្ធិរបស់លោកស្របតាមសាលដីកាតុលាការអង្គភាពសារព័ត៌មានយើងខ្ញុំសូមរក្សាជំហរឯករាជ្យនិងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈដោយផ្សព្វផ្សាយការបំភ្លឺពីភាគីលោកសួនកឹមស្រីដើម្បីធានាតុល្យភាពព័ត៌មានអង្គភាពយើងខ្ញុំត្រៀមខ្លួនផ្សព្វផ្សាយការបកស្រាយឬការបំភ្លឺពីភាគីពាក់ព័ន្ធផ្សេងទៀតប្រសិនបើមានការផ្ដល់ព័ត៌មានជាផ្លូវការ